ក្រៅពីវិស័យយោធាក្រៅពីផ្នែកយោធាខាងសហរដ្ឋអាមេរិកក៏ប្រើប្រាស់បច្ចេកវិទ្យាជាមួយផ្នែកធំក្នុងការចាប់ទៅលើលោកប្រធានាធិបតីនីកូឡាម៉ាដូរ៉ូធ្វើឲ្យរ៉ាដារបស់ខាងវេណេស៊ុយឡាហ្នឹងមានភាពរញ៉េរញ៉ៃបាទក៏ប៉ុន្តែសហរដ្ឋអាមេរិកគឺយក data ទាក់ទងទៅនឹង data របស់ ground movement ទាក់ទងទៅនឹងការផ្លាស់ប្ដូរទិន្នន័យទាំងអស់នៅលើដីហ្នឹងយកទៅបាទជាកិច្ចដំបូងនេះខ្ញុំបាទសូមគោរពជំរាបសួរទៅកាន់បងប្អូនដែលកំពុងតែទស្សនាពួកយើងហើយក៏ថ្ងៃនេះគឺជាពេលវេលាដ៏ល្អមួយនៅក្នុងការជជែកវែកញែកពាក្យសារគ្នាតាក់ទងជាមួយនឹងចំណេះដឹងបច្ចេកវិទ្យាក៏ដូចជារឿងរ៉ាវសង្គមមួយចំនួនថ្ងៃនេះយើងមានសុធាវណ្ណដែលនឹងចូលរួមចែករំលែកតាក់ទងជាមួយនឹងចំណេះដឹងថ្មីនេះដែលបងប្អូនបានដឹងថានៅប្រហែលថ្ងៃមុនសហរដ្ឋអាមេរិកបានបើកការវាយប្រហារទៅលើប្រទេសវេណេស៊ុយឡាហើយបានចាប់ប្រធានាធិបតីរបស់វេណេស៊ុយឡាទៅសហរដ្ឋអាមេរិកដោយចំណាយពេលត្រឹមប្រមាណតែ30នាទីជាងហើយក្នុងនោះផងដែរក៏មានការវេកញែកក៏ដូចជាមានការជជែកជាច្រើនដែលតម្រង់ទាំងអស់នេះធ្វើឲ្យមានការជជែកថាហាក់មូលហេតុអ្វីបានជាសហរដ្ឋអាមេរិកបើកការវាយប្រហារទៅវេណេស៊ុយឡាលឿនយ៉ាងនេះហើយថាប្រើអ្វីខ្លះដើម្បីវាយប្រហារទៅហើយតើពិភពលោកសពថ្ងៃនឹងងាកទៅខាងណាឬក៏មានបញ្ហាអ្វីមួយដែលយើងអាចចែករំលែកបានថ្ងៃនេះយើងមានវ៉ាន់ដើម្បីមកសង្កត់ធ្ងន់ទៅលើប្រធានបទមួយទាក់ទងជាមួយនឹងបច្ចេកវិទ្យាការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងសង្គ្រាមហើយគូបញ្ជាក់ផងដែរថាការពីមុនយើងមានវ៉ាន់យើងមានបងសុគន្ធាហើយនឹងខ្ញុំបាទផ្ទាល់ដែលចែករំលែកទាក់ទងជាមួយនឹងប្រធានបទសង្គ្រាមព័ត៌មានហើយថ្ងៃនេះយើងមានវ៉ាន់អាចចែករំលែកច្រើននេះខ្ញុំក៏ថាបានទៅលើប្រធានបទបច្ចេកវិទ្យានៅក្នុងសង្គ្រាមនាពេលបច្ចុប្បន្ននេះដូច្នេះដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំសូមបកគោលឱកាសក៏ដូចជាទួនាទីនេះទៅកាន់វ៉ាន់ក្នុងការបកស្រាយក៏ដូចចែករំលែកទៅលើព្រឹត្តិការណ៍ក៏ដូចជាការឆ្លៀនពៀនឬក៏តាក់ទងជាមួយនឹងការវាយប្រហារនេះហើយបើសិនជាខ្ញុំមានសំណួរខ្ញុំនឹងសាកសួរវ៉ាន់បន្ថែមដូច្នេះដំបូងឲ្យវ៉ាន់ណែនាំខ្លួនបន្តិចទៅហើយបន្ទាប់ពីណែនាំខ្លួនហើយវ៉ាន់អាចភ្ជាប់ជាមួយនឹងអ្វីដែលវ៉ាន់ចង់ចែករំលែកផ្ទាល់ក៏បានឬក៏ចង់ឲ្យខ្ញុំសាកសួរក៏បានបាទបងអូខេបាទបាទអញ្ចឹងអរគុណច្រើនបងហើយជាសួរពុកម៉ែបងប្អូនទាំងអស់គ្នាម្ដងទៀតហើយនៅក្នុងវេទិកាមួយនេះខ្ញុំនឹងមកចែករំលែកតាក់ទងទៅនឹងព័ត៌មានបច្ចេកវិទ្យាមួយចំនួនដែលសហរដ្ឋអាមេរិកបានធ្វើការក្នុងការចាប់ប្រធានាធិបតីរបស់វេណេស៊ុយឡាគឺលោកនីកូឡាម៉ាដូរ៉ូបាទអញ្ចឹងជាថ្មីម្ដងទៀតបងតាក់ទងទៅនឹងប្រធានបទមួយនេះកំពុងតែក្តៅកកខ្លាំងមែនទែនបាទក្តៅរឿងហ្នឹងបាទយើងមកទៅជែកទៅវាក្តៅយ៉ាងម៉េចចេះឆ្ងល់ថាឥឡូវយើងទៅជែកគ្នាសាមញ្ញចេះឆ្ងល់ថានៅក្នុងប្រតិបត្តិការមួយយើងដាក់សំណួរសួរថារយៈពេល30នាទីបាទវាលឿនពេកនៅក្នុងការទៅចាប់បាទបងលឿនប្រធានរដ្ឋមួយឬក៏ប្រមុខរដ្ឋមួយបើនិយាយជារួមវេណេស៊ុយឡាគឺជារដ្ឋមួយគេប្រើក្បួនអីបានឲ្យមុននឹងគេទៅបើកការវាយប្រហារទៅចាប់ទៅដល់កន្លែងនឹងដល់ទីតាំងហ្នឹងតើគេប្រើវិធីសាស្ត្រយ៉ាងម៉េចដែរបានអាចចែករំលែកបានទេបាទបងតាមពិតទៅតាមខ្ញុំស្រាវជ្រាវជាមួយនឹងឃើញព័ត៌មានមួយចំនួនមែនជាច្រើនដែរបានផ្សព្វផ្សាយទាក់ទងទៅនឹងការចាប់ខ្លួនរបស់លោកប្រធានាធិបតីនីកូឡាម៉ាដូរ៉ូហើយនៅក្នុងការចាប់ខ្លួននេះទៀតសោតសហរដ្ឋអាមេរិកមិនត្រឹមតែប្រើវិធីសាស្ត្រយោធាទេសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាមុនតាំងពីយូរណាស់មកហើយដែរហើយព្រោះបានរៀបចំការសោមក្នុងការចាប់ខ្លួនលោកប្រធានាធិបតីដោយឡែកតាក់ទងទៅនឹងការចាប់ខ្លួននេះទៀតសោតក្រៅពីវិស័យយោធាក្រៅពីផ្នែកយោធាខាងសហរដ្ឋអាមេរិកក៏ប្រើប្រាស់បច្ចេកវិទ្យាជាមួយផ្នែកធំក្នុងការចាប់ទៅលើលោកប្រធានាធិបតីនីកូឡាម៉ាដូរ៉ូវ៉ាន់ខ្ញុំចាប់អារម្មណ៍មួយថាមុននឹងឈានទៅដល់ការចាប់ខ្លួននេះបាទមានការសោមគេសោមរបៀបមិនទៅដែលវ៉ាន់អាចចែករំលែកតិចបានទេតាក់ទងទៅនឹងការសោមហ្នឹងតាក់ទងទៅនឹងផ្នែកយោធាខ្ញុំក៏អត់សូវច្បាស់ដែរក៏ប៉ុន្តែខ្ញុំឃើញខាងសារព័ត៌មានមួយចំនួនបានរៀបរាប់តាក់ទងទៅនឹងការសោមរបស់ខាងយោធាសហរដ្ឋអាមេរិកហ្នឹងដែលគេធ្វើផ្ទះហើយធ្វើលំនាំបែបកន្លែងស្នាក់នៅរបស់លោកប្រធានាធិបតីវេណេស៊ុយឡាបន្ទាប់មកខាងយោធាអាមេរិកហ្នឹងបានហាត់សមក្នុងការចូលហើយក្នុងការសោមទៅលើផ្ទះឬក៏ការរៀបចំហ្នឹងឲ្យថ្នឹកដៃបន្ទាប់មកបានគេចាប់ផ្ដើមមកធ្វើទៅលើរឿងអនុវត្តទៅលើការចាប់ខ្លួនពិតប្រាកដវិញ
អូខេអញ្ចឹងបានសេចក្តីថាមុនពេលដែរបើការវិបហាទៅលើអឺទីតាំងផ្ទាល់បាទបងគេប្រើក្បួនមួយគឺគេសាងសង់ដូចជាអគារដូចជាអីឲ្យដូចជាមួយនឹងទីតាំងជាក់ស្ដែងហើយគេសងសិនបាទបងអញ្ចឹងទៅរយៈពេល30នាទីបងប្អូននឹងខ្ញុំទាំងគេព្រោះយើងជាអ្នកតាមដានព័ត៌មានដែរប្រតិបត្តិការនេះគឺលឿនរហ័សបាទអញ្ចឹងទៅវ៉ាន់អាចចែកម្លែកបន្តទៀតបានតើពេលដែលគេប្រើរបៀបនៅក្នុងការទៅចាប់ខ្លួនគេឆ្លងកាត់អាប្រព័ន្ធការពារដែនអាកាសឬក៏របៀបរបបអាថមភេសជ្ជៈអីចូលយ៉ាងម៉េចហើយវាពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាមិនដែរដើម្បីទៅដល់ប្រទេសមួយហ្នឹងអញ្ចឹងអូបាទអរគុណច្រើនបងហើយមុននឹងចូលទៅដល់ការចាប់ខ្លួនបានសម្រេចហ្នឹងក៏ដូចយើងឃើញសហរដ្ឋអាមេរិកបានបើកការវាយប្រហារមួយចំនួនដែរទៅលើប្រទេសវេណេស៊ុយឡាហើយបានប្រើប្រាស់យន្តហោះចម្បាំងជាច្រើនគ្រឿងដូចជាខ្ទង់150គ្រឿងដែរបាទហើយនៅក្នុងប្រតិបត្តិការមួយហ្នឹងតកតងទៅនឹងវិស័យបច្ចេកវិទ្យាគឺមានច្រើនប្រភេទដែលសហរដ្ឋអាមេរិកប្រើក្នុងការចាប់ខ្លួនលោកប្រធានាធិបតីនីកូឡាម៉ាដូរ៉ូហើយក្នុងហ្នឹងមាន3ផ្នែកសំខាន់ដែលក្នុងហ្នឹងមានដូចជាelectronic warfare ហើយទី2ហ្នឹងគឺ cyber technology ឬក៏យើងអាចហៅម្យ៉ាងទៀតបានថាជា cyber support បាទហើយនឹងទី3សហរដ្ឋអាមេរិកបានប្រើប្រាស់ប្រព័ន្ធ satellite ដើម្បីធ្វើការវិភាគទៅលើទិន្នន័យរបស់ប្រធានាធិបតីលោកនីកូឡាម៉ាដូរ៉ូបាទហើយនៅក្នុងវិធីសាស្ត្រទី1គឺ electronic warfare ហ្នឹងខាងសហរដ្ឋអាមេរិកបានប្រើប្រាស់យន្តហោះចម្បាំងមួយប្រភេទគឺ EA 18G crawlers ក្នុងការធ្វើឲ្យរ៉ាដារបស់ខាងវេណេស៊ុយឡាហ្នឹងមានភាពរញ៉េរញ៉ៃបាទដូចឃើញខាងសារព័ត៌មានF7AM បានផ្សព្វផ្សាយថាសហរដ្ឋអាមេរិកបានប្រើប្រាស់យន្តហោះចម្បាំង crawlers ហ្នឹងក្នុងការទៅធ្វើឲ្យរ៉ាដារបស់ប្រទេសវេណេស៊ុយឡាហ្នឹងមានភាពអញ្ញែញ៉ៃហើយធ្វើឲ្យរ៉ាដាមួយហ្នឹងអត់អាចចាប់បានថាមួយណាគឺជាយន្តហោះពិតប្រាកដហើយមួយណាគឺជាឧទ្ធម្ភាគដែលចូលទៅចាប់ខ្លួនលោកប្រធានាធិបតីពិតប្រាកដទេបាទតែមុននឹងឈានទៅដល់ការចាប់ខ្លួនគេប្រើជាអីម្យ៉ាងជាបច្ចេកវិទ្យាអីឬក៏អីយ៉ាងទៅដើម្បីប្រឡប់នៅអារ៉ាដាឬក៏ប្រព័ន្ធការពារដែនអាកាសចាប់ថាមិនលឹងតែជាយន្តហោះហ្នឹងជារបស់នរណាគេឬក៏ធ្វើឲ្យច្បុកច្បល់អីចឹងទៅបាទធ្វើឲ្យរ៉ាដារបស់វេណេស៊ុយឡាច្បុកច្បល់អត់ដឹងថាមួយណាជារបស់ពិតមួយណាជារបស់ខ្លាំងខ្លាយបាទហើយចំណុចទី2ហ្នឹងតកតងទៅនឹង cyber support ហ្នឹងខាងទីវិទ្យាការសន្តិសុខរបស់សហរដ្ឋអាមេរិកហ្នឹងបានប្រើប្រាស់ប្រព័ន្ធឬក៏ទំនាក់ទំនងសុវត្ថិភាពមួយក្នុងការជួយ support ទៅលើយោធាដើម្បីឈានទៅដល់ការចាប់ខ្លួនហ្នឹងបានជោគជ័យហ្នឹងគឺគេប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពមួយដើម្បីកុំឲ្យខាងសត្រូវឬក៏វេណេស៊ុយឡាហ្នឹងអាចចាប់យកហ្វ្រេកង់ឬក៏ទិន្នន័យរបស់ខាងសហរដ្ឋអាមេរិកក្នុងការពិភាក្សាឬក៏ communication រវាងយោធានិងយោធាបាទអញ្ចឹងបានតែដល់ប្រទេសមួយហើយបិទមិនឲ្យប្រព័ន្ធមួយនោះទៅដឹងថាប្រតិបត្តិការនឹងតាក់ទងទៅមិនអា communication telecom នឹងយ៉ាងម៉េចអីយ៉ាងម៉េចនឹងគេបិទអស់ហើយមែនទេបាទបិទអស់ហើយបងហើយបន្ទាប់ពីប្រតិបត្តិការនឹងទៀតតើមានអីដែលបានអាចចែកម្លែកបានទេតែ process វាយ៉ាងម៉េចទៀតដំណើរការវាទៅយ៉ាងម៉េចបានទៀតបាទសម្រាប់ process មួយទៀតហ្នឹងគឺតាក់ទងទៅនឹង satellite ឬក៏space technology ពីខាង satellite ហើយនិង space technology បាទដែលទិន្នន័យមួយនេះយកពីខាង router មកខាងសារព័ត៌មាន router ក៏បានផ្សព្វផ្សាយតាក់ទងទៅនឹងទិន្នន័យមួយហ្នឹងតាក់ទងទៅនឹង satellite ហើយនិង space technology បាទនៅក្នុងហ្នឹងសហរដ្ឋអាមេរិកបានប្រើប្រាស់ satellite situational awareness បាទគឺជាការយល់ដឹងតាក់ទងទៅនឹងស្ថានភាពហើយការយល់ដឹងតាក់ទងស្ថានភាពហ្នឹងគឺសហរដ្ឋអាមេរិកបានទិន្នន័យពីខាង satellite មកបាទអាហ្នឹងគេយកព័ត៌មានពី satellite ហ្នឹងគេយកមកប្រើការដើម្បីអីដែរបានដើម្បីជំនួយទៅដល់ប្រតិបត្តិការមួយហ្នឹងបាទបងគេយកទិន្នន័យដូចជាតាក់ទងទៅនឹង movement action បាទជាក់ស្ដែងទៅទិន្នន័យពីខាង satellite មកបើសិនជាយើងយកជារូបភាពឬក៏ជា live stream គឺអត់បានទេបើយកជារូបភាពអាចចំណាយពេលរហូតដល់3ថ្ងៃឬក៏2ថ្ងៃក្នុងការយកបាទក៏ប៉ុន្តែសហរដ្ឋអាមេរិកគឺយក data តាក់ទងទៅនឹង data របស់ ground movement តាក់ទងទៅនឹងការផ្លាស់ប្ដូរទិន្នន័យទាំងអស់នៅលើដីហ្នឹងយកទៅហើយគេ analyze ទៅលើទិន្នន័យទាំងអស់ហ្នឹងបាទ
មួយទៀតបន្ទាប់ពីបានទិន្នន័យព័ត៌មានទាំងអស់ហ្នឹងហើយក្នុងកំឡុងការប្រតិបត្តិការនេះតាមរយៈការសិក្សារបស់វ៉ាន់បាទបងវ៉ាន់មានដឹងដែរថាតើមានការឆ្លើយតបណាមួយអត់រយៈពេល30នាទីដែលទៅចូលទៅធ្វើប្រតិបត្តិការទៅចាប់ដល់កន្លែងអញ្ចឹងបាទបងបើតាមការ research ជាមួយនឹងការស្រាវជ្រាវមើលទៅគឺអត់មានប្រតិកម្មណាពីខាង Venezuela មកទេអញ្ចឹងមកថារៀបហ្នឹងគឺរៀបចូលយកទៅស៊ីហ្មងរៀបចូលទៅចាប់យកដល់មិនឲ្យតដៃសោះបាទបងអញ្ចឹងបានថាពួកខ្ញុំភ្ជាប់សាច់រឿងនេះអ្វីដែលបានលើកឡើងបាញ់មិញមុននឹងឈានទៅដល់ការប្រតិបត្តិការហ្នឹងឃើញសមសិនបាទទៀតសមធ្វើដូចជាសមត្ថភូមិជាក់ស្ដែងអញ្ចឹងធ្វើដូចជាទីតាំងជាក់ស្ដែងហើយដល់ពេលចុងក្រោយមកទៀតក៏ប្រើរបៀបដូចបានលើកឡើងមិនមាន3 4ហ្នឹងទៅហើយដល់អាការចុងក្រោយដូចអត់មានការតដៃឬក៏តរបៀបដែលធ្វើគឺធ្វើមិនឲ្យតដៃតាន់បាទបងសហរដ្ឋអាមេរិកធ្វើហ្នឹងគឺធ្វើកុំឲ្យ Venezuela តដៃតាន់យកមកហ្នឹងហើយបាទអញ្ចឹងមានអីបន្ថែមទៀតទេមានអីក្បួនបន្ថែមទៀតទេតកតងទៅនឹងក្បួនអត់ទេបងក៏ប៉ុន្តែតកតងទៅនឹងការឆ្លើយតបសំណួររបស់មិញចង់បន្ថែមបន្តិចដែរខាង Venezuela ឆ្លើយតបជាមួយនឹងប្រតិបត្តិការរបស់សហរដ្ឋអាមេរិកសូម្បីតែម៉ាស៊ីកុងក៏អត់អាចឆ្លើយតបបានហើយក្នុងហ្នឹងដូចយើងដឹងដូចខ្ញុំរៀបរាប់មុននឹងដែរថាសហរដ្ឋអាមេរិកបានសមនឹងថ្នឹកដៃឯមុនពេលទៅដល់ការអនុវត្តជាក់ស្ដែងហើយនៅក្នុងប្រតិបត្តិការហ្នឹងសហរដ្ឋអាមេរិកក៏បានប្រើយន្តហោះប្រភេទ Crawler ហ្នឹងក្នុងការផ្ដាច់អាចនិយាយថាមិនមែនជាការផ្ដាច់ទេប៉ុន្តែធ្វើឲ្យរ៉ាដាបោះដែនរបស់ប្រព័ន្ធការពារដែនអាកាសរបស់ Venezuela ហ្នឹងមានភាពវល់ហើយនឹងរញ៉េរញ៉ៃអញ្ចឹងហើយនៅពេលដែលសហរដ្ឋអាមេរិកចាប់ដើមឈានចូលទៅចាប់ខ្លួនលោក Nicolas Maduro មែនទែនខាង Venezuela អត់អាចចាប់បានទេថាមួយណាជាឧទ្ធម្ភាគៈពិតប្រាកដដែលចូលទៅចាប់ខ្លួនលោក Maduro បាទអរគុណអញ្ចឹងទៅហើយអ្វីដែលយើងចែករំលែកក៏ដូចយើងភាសាគ្នាមុននេះបាញ់មិញនេះមែនទេទៅវាគឺជាព័ត៌មានដែលយើងទទួលបានចេញពីការស្រាវជ្រាវផ្សេងៗទាក់ទងជាមួយនឹងបច្ចេកវិទ្យាបូកផ្សំជាមួយនឹងវ៉ាន់ដែលគាត់ជាមនុស្សម្នាក់ដែលស្រឡាញ់រៀនសូត្រនៅក្នុងវិស័យបច្ចេកវិទ្យាហ្នឹងមួយទៀតបាទអានេះជាសំណួរចំហទេណាសំណួរថាបើសិនជាប្រតិបត្តិការបែបហ្នឹងវាស៊ីផុយបែបហ្នឹងត្រឹមតែ30នាទីហ្នឹងបាទចុះយើងជាប្រទេសមួយដែលយើងត្រូវការពារខ្លួនយើងត្រូវមើលទៅយើងត្រូវមានអីដើម្បីប្រយុទ្ធប្រឆាំងឬក៏អាចទប់ទល់ជាមួយនឹងសេនាយូរបៀបនៅក្នុងការទៅហោះចូលអាធិបតេយ្យភាពឬក៏ទៅចាប់ដល់កន្លែងរបស់អាមេរិកចឹងមានអីក្បួនណាមួយដើម្បីអាចជួយការពារខ្លួនមែនក្នុងនាមយើងជាអ្នកនៅក្នុងវិស័យហ្នឹងយើងយល់អំពីវិស័យការហ្នឹងបើសិនជាមែនទេទៅគឺយើងប៉ុន្តែថាយើងពិតជាអត់មានវិធីណាក្នុងការការពារបានទេបើសិនជាការប៉ុនប៉ងពីខាងមហាអំណាចវាពិតជាពិបាកក្នុងការការពារបាទក៏ប៉ុន្តែខ្ញុំយល់ថាទោះបីសហរដ្ឋអាមេរិកគាត់ធ្វើបែបហ្នឹងក៏ប៉ុន្តែគាត់នឹងមិនធ្វើទៅលើប្រទេសផ្សេងៗទៀតទេព្រោះគាត់ធ្វើនេះមានហេតុផលណាមួយប្រហែលជាអាចសមស្របក្នុងការធ្វើជាក់ស្ដែងទៅបើចំពោះខ្ញុំជាក់ស្ដែងបើបងប្អូនស្គាល់ខ្ញុំថានៅក្នុងវិស័យទៅសេនៅវិស័យស្រាវជ្រាវអានផ្សេងៗហ្នឹងខ្ញុំក៏មានទិន្នន័យព័ត៌មានមួយចំនួនណាប៉ុន្តែខ្ញុំជឿថាវាមិនទាន់ឆ្លើយតបប្រមាណទេដោយសារតែវាតាក់ទងជាមួយនឹងព្រឹត្តិការណ៍អន្តរជាតិក៏ដូចជាពិភពលោកវាមានរឿងរ៉ាវជាច្រើនតាក់ទងភូមិសាស្ត្រនយោបាយអន្តរជាតិអញ្ចឹងទៅអ្វីយើងមកចែកម្លែកថ្ងៃនេះមែនទេទៅយើងគ្រាន់តែឆ្ងល់ថាមិនបាន30នាទីអាចហោះអាចលូកដៃចូលទៅចាប់ប្រទេសមួយបានទៅចាប់មេរៀននៅប្រទេសមួយបានមិនមែនត្រឹមតែចាប់រាជសាមញ្ញដូចខ្ញុំដូចវ៉ាន់ហ្នឹងមានអីខ្ញុំតែចាប់2 second ទៀតផងដឹងអញ្ចឹងចូលដល់ប្រទេសមួយវាមានតែប្រព័ន្ធរ៉ាដាវាមានតែប្រព័ន្ធការពារអីផ្សេងៗហើយរហូតដល់ថ្នាក់ឋានៈទូនទីជាប្រធានាធិបតីទៀតជាប្រមុខរដ្ឋទៀតគឺការការពារ security ឬក៏ cyber attack ឬក៏បច្ចេកវិទ្យាអីផ្សេងៗក៏ត្រូវមានប៉ុន្តែដល់ពេលយើងមើលជាក់ស្ដែងដូចមិនទាន់មានរបាយការណ៍ឬក៏ព័ត៌មានណាមួយទេណាគេបង្ហាញថាមានការតបតនៅឡើយព្រោះរយៈពេល30នាទីនោះមានតាំងការត្រៀមខ្លួនផងដែរអាមេរិកបានត្រៀមខ្លួនសម្ពយុទ្ធទៅលើទីតាំងជាក់ស្ដែងមុនពេលដែរទៅចាប់ខ្លួនប្រទេសមេរណរបស់ Venezuela ហើយអញ្ចឹងទៅវ៉ាន់យើងសង្ខេបប៉ុណ្នេះប៉ុន្តែក្នុងសារចុងក្រោយវ៉ាន់ដែលអាចចាំលែកទៅបងប្អូនថាធ្វើយ៉ាងណាដើម្បីឲ្យយើងយល់ដឹងអំពីបច្ចេកវិទ្យាឬក៏ទាក់ទងជាមួយនឹងរឿងទាំងអស់ហ្នឹងបានសម្រាប់បងប្អូនមនុស្សចំនួនក្រោយហើយ
ta thôn thiên Campuchia là bao dương cua tại bắt đầu sầm khăn từ lư đường từ on đi tí đâm bấy phơi dạng na ở bên đây dương miên phía pri chập ram cái đội chim miên ca chạy to và sân đi miên ca chạy miên na mùi ở ra tại Pachapon ní sừng kriêm trong đài là miên Campuchia thay mình tôn scan lại thì hay có khơi miên trồn khơi miên xây anh ta cả họp sai bị cái xuồng cả bị diệt đấy này ở trên đây có dương khơi miên trồn pi bàn lẹ là lưu thực đầy Campuchia hay trong đôi tiết sao trồn tầm lấy là được sự bẩm buồn liên ấy chừng tới bạn thay nè ta văn miên tôi sẽ làm sai bab na thì bồi dụng chun khmai bỏ dương được gọi dương chỉ chén gì đấy nè dương là lời cu tại riêng là sai đang ớt được gọi chẳng mấy này bạn bọn bị khang nhom từ vĩnh chơi top tên nâng bạn đều vót nhiều pe pa cho bọn nâng để giờ ao chúng có tham bạn đều vót usaha cam buôn chơi sâu nâng chẳngสำหรับอยู่ชนนอนกร้อยกูโยดังท่าปัจจัยชีพเพื่อจะดาวตัวนาทีสำคัญหรือน้องอยู่แกะสมัยนี้ไปปัจจุบันดีchẳngสำหรับปอนชนนกรอยเดี๋ยวมันท่าเชนซีหรือก็เชนอัลฟาหรือก็เชนชนนกรอยเต้ก็เป็นไต้กูน่าแต่เงี้ยนึกบ่งใบคลุ้นมาชาวบารมจมูกนึกวิสัยประชาวิชีปีรู้นึกข้างวิสัยประชาวิชีนี้ที่ซอสคือปัจจัยดอลสาระสำคัญต่อดอประเทศจีนมวยต่างมูลให้นั่งอาช่วยอภิวัตเลยแต่งประเทศจีนแต่งสังคมมีการที่จำราให้โดยยังดังให้ท่าในไปปัจจุบันนี้มันท่าวิสัยเศรษฐกิจมันท่าวิสัยโปรมีนวิสัยโยธีสัตว์สังแต่เปิงไปจะเลยปัจจัยวิชีสเตอร์แต่ตึงสตรองเลยmà dương dây lên thì cho một là dương tập chập đàm vừa thà nhận láng đánh cái từ sọc phùm á bạn đấy là cái đánh cặp món cặp tía mà máu rầm bán bạn lập bên dương cơi miên mà hàm nát phư đường đó nắng còn nếu dương chỉ bật cầm bông áp bị vọt để cầm bông ngơ bị dừng kia mà trong pe để cầm bông dừng kia mà tiết đến thầm chạy cặp chiến bởi vì lằng trà lằng đứa con tiếng la miền ấy lừa bị ấy để dương mình cứ khơi nhận tiền cho áp pe đây kia mình xài kia dương mình đắng vì mình đang cầm việt vào bàn chẳng tới bị bộ dương tới cứ miền tập ni bằng ổn chưa tên anh không ca trai đồng lệ ní cứ chỉ ca trai đây chậm nè đắng đầm bay bằng ổn cho từ kết về trà na dùng từ tam ca trai chứ tên này và có là np để miền ca trai đồng lệ ní cả láng không hay năng tới cứ nơi tầm tầm khnì rồi cho nên bản thân chỉ miền cầm họ có chôn nam mũi bằng ổn số người ta khăn thấy ở phía tú hay bộ dương nâng bần tố bây giờ cám nơi không ca trai đồng lệ chậm nè đắng tiện tông cho mùi nâng vàประชาการชี้อันนั้นสังคมในการบางปอนต่อติดไอ้บางปอนจะเช็ดคอมเพล็กซ์ไลน์อย่างเชียร์ฟอลโล่ผู้ยืมพ้องดำไปเอาผู้ยืมมินกำลังเช็ดในการประตอนนาเติมหมกติดปิกชมบัตลามไลน์จีเนสู้จำนวนตะวันนี่ให้วันkhi mà sự thiếu ván ở đại nơi không chịu bồ câu này anh dạy tha chịu bồ câu này nơi không vì sai về chạy vị trí áโดยเฉพาะผู้ยังทรงกรบจุดเรียบบางปอนจำตับปนิยังสังคมท่าหนึ่งมีนởการกระไรให้ทรงชุนโบบางปอนตัวบานในสำนักล้อสกปรกล้อก็ดูชีปรังปรายสบายโรคสกปรกรุมนี้ในขนมจีบวัดระบบบางปอนเรียงคลุนพิจารณาลำไล่ทรงกรบเรียบบางปอนจำตับปนิ